នេះគឺជាប្រាសាទមាសដែលមានឈ្មោះថា Kinkakuji ដែលស្ថិតនៅក្នុងខេត្ត Kyoto នៅក្នុងប្រទេសជប៉ុនអ្នកដែលមកលេងនៅក្នុងប្រទេសជប៉ុនភាគច្រើនគឺមិនចោលនៅកន្លែងនេះតែម្ដងគឺជាកន្លែងប្រវត្តិសាស្ត្រមួយដ៏យូរអង្វែងរបស់ប្រទេសជប៉ុនហើយដែលស្ថិតនៅក្នុងខេត្ត Kyoto តោះកុំឲ្យខាត់ពេលយូរមកមើល vlog ពេញរបស់ខ្ញុំទាំងអស់គ្នាខ្ញុំចែកម្លែករឿងខ្លះៗទៅកាន់បងប្អូននិយាយទៅនៅក្នុងប្រទេសជប៉ុនឲ្យតែពេលចាប់ដើមល្ងាចអីអញ្ចឹងគឺនៅម្នាក់គាត់អត់សូវនេះទេគាត់លក្ខណៈថាគាត់ហាត់កីឡាហាត់អីអញ្ចឹងណាហើយផ្សារនៅខាងក្រោយខ្ញុំនេះគឺមានអីលយតាហើយនៅក្នុងប្រទេសជប៉ុនគឺផ្លូវរបស់គេគឺគេបែងចែកដាច់ពីគ្នាតែម្ដងថាផ្លូវណាត្រូវដើរផ្លូវណាជិះកង់ហើយគឺគេដាក់មកច្បាស់តែម្ដងអញ្ចឹងផ្លូវដែលខ្ញុំកំពុងទៅដើរហ្នឹងគឺជាផ្លូវមួយដែលគេសម្រាប់ដើរហើយអាផ្លូវខាងនេះជាផ្លូវដែលគេសម្រាប់ជិះកង់គេទៅខ្ញុំមកដើរលេងលើកនេះប្រហែលជាដើររហូតដល់ដោយសារតឡានក្រុងគេគឺពេញតែម្ដងនិយាយទៅបើយើងត្រូវធ្វើដំណើរទៅកន្លែងប្រាសាទមាសរបស់គេហ្នឹងគឺវារៀងចំណាយពេលរៀងយូរដែរបើសិនជាយើងដើរអញ្ចឹងតែបើជិះឡានក្រុងត10នាទីជាងក៏ដល់ហើយតែសម្រាប់ខ្ញុំគឺខ្ញុំដើរតែម្ដងទៅដោយសារតែវាស្ទះពេកសម្រាប់អ្នកដែលចង់មកលេងនៅក្នុងប្រទេសជប៉ុនអីមកកំឡុងខែនេះគឺវាលក្ខណៈថាស្លឹកឈើវាពណ៌បៃតងអញ្ចឹងដោយសារតែវាមានភ្លៀងធ្លាក់ខ្លះអីខ្លះផងទៅក៏វាលាស់ត្រួយស្លឹកឈើថ្មីទៅប៉ុន្តែសម្រាប់នៅតំបន់ខ្លះអីវាមានដូចគ្នានិយាយទៅមេឃថ្ងៃនេះវាអាចនឹងមានភ្លៀងខ្លះអីអញ្ចឹងក៏អត់ថាបានដោយសារតែវាឥឡូវហ្នឹងវាប្រហែលជាម៉ោង4ហើយនៅខាងក្រោយខ្ញុំហ្នឹងជាកន្លែងគេលក់កង់មួយទឹកអីចឹងណាហើយនិយាយទៅនៅក្នុងប្រទេសជប៉ុនណាបងប្អូននិយាយទៅគឺស្អាតគ្រប់កន្លែងតែម្ដងដោយសារតែទី1ហ្នឹងគឺការបែងចែកសម្រាប់របស់គេហ្នឹងគឺបែងចែកបានល្អហើយប្រជាជនជប៉ុនគឺទម្លាប់មួយហ្នឹងគឺពួកគាត់ទៅណាក៏ដោយក៏គាត់វិចខ្ចប់សម្រាប់តាមខ្លួនដែរហើយនិយាយទៅមិនមែនគ្រប់ទៅ10ទាំងអស់ទេគឺមានជនជាតិជប៉ុនខ្លះពួកគាត់ចោលសម្រាប់អីប្រទេសប្រាដែរតែមិនច្រើនទេហើយអ្នកដែលមកលេងនៅក្នុងប្រទេសជប៉ុនហ្នឹងភាគច្រើនគឺគាត់ទៅវិញហ្នឹងគាត់សរសើរប្រទេសជប៉ុនប្រទេសជប៉ុនស្អាតគ្រប់កន្លែងតែម្ដងហើយកំឡុងពេលដែលខ្ញុំដើរទៅហ្នឹងនិយាយទៅគឺទេសភាពអីគឺវាពណ៌បៃតងដោយសារតែកំឡុងពេលនេះគឺជារដូវធ្លាក់ភ្លៀងហើយនិយាយទៅគឺនៅក្នុងប្រទេសជប៉ុនណាផ្ទះរបស់គេនៅកន្លែងណាក៏មានដើមឈើដែរហើយកន្លែងទេសចរនៅកន្លែងដែលខ្ញុំមកហ្នឹងជាប្រាសាទមាសហ្នឹងគឺជាកន្លែងល្បីខ្លាំងបំផុតហើយនៅក្នុងប្រទេសជប៉ុនហើយនិយាយទៅគឺមកដល់ហ្នឹងគឺដាក់ទឹកដាក់អីភេសជ្ជៈគឺប៉ូការីស្វេតហ្នឹងគឺមានដើមកំណើតមកពីប្រទេសជប៉ុនតែម្ដងហើយនិយាយទៅគឺខ្ញុំផឹកអីហើយហ្នឹងក៏ខ្ញុំត្រូវតែចេញដំណើរដើម្បីទៅកន្លែងមើលប្រាសាទហ្នឹងតែម្ដងហើយនិយាយទៅដើរឆ្លងកាត់ហ្នឹងក៏ឃើញគេលក់ផ្អែមលក់ក្រែមកៃហើយនិយាយទៅផ្លាកចូលហ្នឹងគឺគេអត់ឲ្យយើងជក់បារីទេចូលមកដល់បងប្អូនហើយនិយាយទៅពណ៌បៃតងខៀវសង្ងាត់តែម្ដងយើងបានមកដល់កន្លែងប្រាសាទមាសរបស់គេហើយទេសភាពគឺរយខ្លាំងមែនទែនបងប្អូនឃើញតែពណ៌បៃតងអញ្ចឹងណាប៉ុន្តែដល់ពេលកំឡុងពេលរដូវស្លឹកឈើប្រែពណ៌គឺស្លឹកឈើទាំងអស់ហ្នឹងគឺវាប្រែពណ៌ខ្លះទៅជាពណ៌លឿងខ្លះទៅជាពណ៌ក្រហមហើយនិយាយទៅគឺស្អាតខ្លាំងណាស់បងប្អូននៅកន្លែងហ្នឹងទៅផ្លូវដែលយើងដើរចូលមកហ្នឹងគឺស្លឹកឈើពណ៌បៃតងតែម្ដងដោយសារតែរដូវនេះវាធ្លាក់ភ្លៀងច្រើនហើយនៅក្នុងប្រទេសជប៉ុននៅពេលដែលយើងថតអីហ្នឹងគឺយើងត្រូវតែមានទំនួលខុសត្រូវសម្រាប់ខ្លួនយើងនិយាយទៅគឺយើងអត់អាចថតគេផ្ដេសផ្ដាសបានថតទៅមុខគេតែម្ដងទេគឺយើងថតអីគឺយើងថតប្រយោលអីចឹងណាបើសិនជាយើងថតគេទាំងស្រុងតែម្ដងគឺគេមានសិទ្ធិប្តឹងយើងបានហើយនៅក្នុងកន្លែងហ្នឹងដែរគឺយើងចូលទៅហ្នឹងគឺយើងត្រូវតែតម្រង់ជួរហើយរក្សាភាពស្ងៀមស្ងាត់ខ្លាំងមែនទែនដោយសារតែកន្លែងហ្នឹងគឺជាកន្លែងប្រវត្តិសាស្ត្រមួយរបស់ប្រជាជនជប៉ុនហើយប្រាសាទមាសហ្នឹងគឺត្រូវបានកសាងកំឡុងឆ្នាំ1397ប្រាសាទមាសហ្នឹងផងដែរគឺត្រូវបានចុះបញ្ជីបេតិកភណ្ឌជាតិរបស់អង្គការ UNESCO នៅកំឡុងឆ្នាំ1994ហើយឥឡូវហ្នឹងគឺខ្ញុំបានមកដល់នៅខាងមុខខ្លោងទ្វារចូលតែម្ដងក៏ខ្ញុំត្រូវតម្រង់ជួរចូលទិញសមុទ្រអីចឹងណាបងប្អូនពេលយើងឈរម្ដងជួរហ្នឹងក៏យើងទិញបានហើយយើងត្រូវដើរចូលទាំងអស់គ្នាចំពោះថ្លៃសមុទ្រថ្លៃចូលទស្សនាហ្នឹងគឺអស់តែ500យ៉េនទេបើសិនជាគិតជាលុយដុល្លារទៅប្រហែលជាជិត$3ហើយនិយាយទៅគឺយើងចូលទៅដល់គឺឃើញទេសភាពអីគឺស្រស់ស្អាតខ្លាំងចឹងហើយដែលយើងទទួលបានគឺ2ស្លឹកនេះ2ស្លឹកដែលយើងទទួលបានហ្នឹងគឺជាស្លឹកទី1ហ្នឹងគឺជាស្លឹកដែលសមុទ្រយើងចូលទស្សនាហើយស្លឹកទី2ហ្នឹងគឺការមើលពីប្រវត្តិសាស្ត្ររបស់គេហ្នឹងគេសរសេរនៅក្នុងនោះតែម្ដងប្រាសាទមាសហើយយើងនឹងសម្លឹងឃើញប្រាសាទមាសហើយនៅខាងមុខយើងតែម្ដងហើយអ្នកទាំងអស់គ្នាដែលគិតថាជាប្រាសាទមាសហ្នឹងគឺប្រកបជាភ្ញាក់ផ្អើលខ្លាំងមែនទែននិយាយទៅថ្ងៃចាំងមកគឺវាចាំងដូចមាសតែម្ដងប៉ុន្តែគ្រាន់តែថាវាជាប្រភេទឈើទេប៉ុន្តែគាត់ថា
គេបិទជាស្លឹកមាសអញ្ចឹងណាបងប្អូននៅខាងក្នុងក៏គេបិទជាស្លឹក ទៅ មា ខា ស ង ដែរ នេះមកជាប្រាសាទមាស ហើយនិយាយទៅប្រាសាទហ្នឹងគឺព័ទ្ធជុំវិញទៅដោយទឹកនៅពេលដែលវាចាំងផ្លាតមកគឺផ្ទៃទឹកហ្នឹងគឺឃើញប្រាសាទមាសហ្នឹងគឺនៅលើទឹកតែម្ដងនិយាយទៅស្អាតខ្លាំងមែនទែនបងប្អូនហើយនិយាយទៅម្ដុំហ្នឹងដែរគឺជាវិមានមួយសម្រាប់រដ្ឋបាលអីចឹងនិយាយទៅគឺខ្ញុំអត់សូវដឹងច្បាស់ពីប្រវត្តិសាស្ត្រនៅកន្លែងហ្នឹងដែរដោយសារតែជប៉ុនយើងស្ទើរបើតែគាត់ថានៅប្រទេសជប៉ុនកន្លែងប្រវត្តិសាស្ត្ររបស់គេហ្នឹងសុទ្ធតែមាននិយាយទៅមានចងក្រងប្រវត្តិសាស្ត្រអីច្បាស់លាស់ហើយកត់ត្រាច្បាស់ៗតែម្ដង ហើយបើសិនជាយើងមើលនៅពីក្រួយប្រាសាទមាសវិញគឺយើងមើលទៅគឺដូចមាសតែម្ដងបងប្អូនហើយនិយាយទៅគឺចាំងភ្នែកតែម្ដងដូចបងប្អូនបានឃើញចឹងឃើញមួយកណាត់ទៅវាពណ៌មាសមួយកណាត់ទៅវាពណ៌ឈើអញ្ចឹងគឺគេបិទជាស្លឹកមាសទេគាត់ថាការថែទាំរបស់គេឈើមែនប៉ុន្តែគេអាចទុកបានរាប់ម៉ឺនឆ្នាំណានិយាយទៅគឺសរសើរជនជាតិជប៉ុនខ្លាំងមែនទែនគឺប្រកែណាហើយកន្លែងនីមួយៗដែលបន្សល់ពីសម័យមុនហ្នឹងគឺគេរក្សាទុកតែម្ដងមិនថាជាទម្រង់បែបណាគឺគេអត់កែប្រែទេប៉ុន្តែគ្រាន់តែគេថែរក្សាអញ្ចឹងហើយនិយាយទៅគឺមានកាយគេនាំផ្លូវជាក្រុមតែម្ដងហើយកាយទាំងអស់ហ្នឹងគឺយើងអត់អាចចំណាយលុយទេនិយាយទៅគឺនៅក្នុងហ្នឹងគេធ្វើការអញ្ចឹងគឺគេនាំភ្ញៀវបរទេសដើរមើលជុំវិញហ្នឹងហើយគេណែនាំរៀបរាប់ថាអញ្ចេះហើយបើសិនជាយើងចង់ជួលអីអញ្ចឹងជាក្រុមអញ្ចឹងក៏គេមានកាយសម្រាប់ជួលដែរហើយយើងមកដើរនៅខាងលើហ្នឹងគឺយើងបានឃើញនៅរចនាបថសំណង់របស់គេហ្នឹងគឺដំបូលរបស់វាហ្នឹងគឺមើលទៅគឺអស្ចារ្យខ្លាំងមែនទែននិយាយទៅឈើខ្ញុំកត់សារថាវាជាឈើទេប៉ុន្តែគាត់ថាទុកបានម៉ឺនឆ្នាំបន្ទាប់ពីយើងចេញដំណើរពីហ្នឹងមកដើរមកជុំមកហ្នឹងក៏យើងដើរមកដល់កន្លែងនេះឆកចេញអញ្ចឹងណាបងប្អូនហើយឃើញកន្លែងលក់អនុស្សាវរីយ៍លក់ស្រាតាមតំបន់អញ្ចឹងក៏ដើរមកកាត់នៅវត្តមួយដែលគេគោរពសាសនាបែបជប៉ុន ហើយទៅសាសនារបស់គេហ្នឹងក៏គេដុតធូបដុតទៀនប៉ុន្តែគាត់ថាមានការបួងសួងអបិយជំនឿគឺខ្លាំងជាងយើងទៀតការបួងសួងរបស់គេហ្នឹងគឺគេបួងសួងលក្ខណៈថាបោះកាក់ហើយគេទះដៃ3ដងអញ្ចឹងបើសិនយើងទះលឺកាន់តែខ្លាំងការបួងសួងរបស់យើងហ្នឹងគឺកាន់តែមានប្រសិទ្ធភាពអីចឹងដឹងលឺទៅដល់អតិទេពអីចឹងទៅហើយការគូសជួងការអីនេះនិយាយទៅបើសិនជាអ្នកមាននិស្ស័យចឹងគូសតែម្ដងលឺពើងតែម្ដងហើយបើសិនជាអត់ទេគូសឲ្យងាប់ទៀតក៏អត់លឺដែរ ឡើយយើងបេសកកម្មយើងគឺបានបញ្ចប់ប៉ុណ្ណឹងហើយខ្ញុំត្រូវដើរត្រឡប់ទៅវិញ នៅពេលដែលយើងដើរត្រឡប់ទៅវិញហ្នឹងផ្លូវរបស់គេគឺគេបែងចែកដាច់តែហ្មងមានផ្លូវទៅហើយអត់មានផ្លូវមកវិញទេគឺដើរតាមជុំតែម្ដងហើយនិយាយទៅគឺការធ្វើអញ្ចឹងគឺវាល្អមែនទែនសម្រាប់សម្រួលទៅដល់អ្នកធ្វើការនៅក្នុងតំបន់ហ្នឹងនិយាយទៅវាមានលំដាប់លំដោយហើយធ្វើការអ្នកដែលចូលមកបន្ទាប់ហ្នឹងគឺបានមើលច្រើនគ្នាបើមិនជាយើងដើរទៅដើរមកអាឡ័យថតរូបច្រើនហ្នឹងគឺអត់បានដើរ ពីស្លឹកឈើនៅខាងក្រោយខ្ញុំហ្នឹងជាស្លឹកងោមជីទាំងអស់និយាយទៅលយហ្មងបើសិនជារដូវស្លឹកឈើប្រែពណ៌វិញអែមមែនទេហើយភ្ញៀវទេសចរនៅកន្លែងហ្នឹងវាច្រើនសិតតែជនបរទេសហើយបើសិនជាអ្នកមកជាជប៉ុនវាច្រើនពួកគាត់ជាសិស្សសាលាអីចឹងវាមករៀននេះដូចជាពួកគាត់ចេះគឺពួកគាត់មករៀនអញ្ចឹងទៅអញ្ចឹងសម្រាប់ថា vlog របស់ខ្ញុំគឺបញ្ចប់ត្រឹមហ្នឹងហើយបាយបាយ